ជនភៀសសឹកជាង1000គ្រួសារមិនអាចទៅកាន់លំនៅឋានវិញបានដោយសារយោធាថៃដាក់ទូកុងតឺន័រនិងបន្លាលួបិទផ្លូវមិនឲ្យចូលមានប្រជាពលរដ្ឋភៀសសឹកប្រមាណជាង1000គ្រួសារនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៃស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកំពុងបន្តស្នាក់នៅជំរំសុវត្ថិភាពដោយមិនអាចទៅកាន់លំនៅឋានវិញបានដោយសារតែហ៊ានឈ្លានពានថៃដាក់ទូកុងតឺន័រនិងបន្លាលួបិទផ្លូវមិនឲ្យចូលភូមិនិងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុងពីការទម្លាក់គ្រាប់បែកនិងការបាញ់ថ្លោងកាលពីពេលកន្លងទៅនេះបើតាមការបញ្ជារបស់អាជ្ញាធរដែនដីប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កំឡុងពេលចុះផ្ដិតយកទស្សនវិជ្ជាជនភៀសសឹកនេះនៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាមស្ថិតក្នុងឃុំកោបស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី4ខែមករាឆ្នាំ2026ក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតពីម៉ោង1រសៀលដល់ម៉ោង6ល្ងាចថ្ងៃទី4ខែមករាឆ្នាំ2026មានជនភៀសសឹកចំនួន25407នាក់បន្ថែមទៀតបានបន្តវិលទៅលំនៅឋានវិញដូច្នេះក្នុងចំណោមជនភៀសសឹកសរុបជាង640,000នាក់មាន242,267នាក់ក្នុងនោះស្ត្រី127,886នាក់និងកុមារ78907នាក់បន្តស្នាក់នៅជំរំ